សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ស្វាគមន៍មកកាន់វីដេអូរបស់យើងតើពុកម៉ែបងប្អូនសុខសប្បាយជាទេថ្ងៃមួយខ្ញុំបានធ្វើដំណើរទៅផ្សាយដំណឹងល្អនៅភូមិមួយរៀងឆ្ងាយដែរនៅពេលដែលខ្ញុំធ្វើដំណើរទៅហើយខ្ញុំក៏អើតនៅតាមដងផ្លូវខ្ញុំក៏ឃើញជីវិតអ្នកកសិករគាត់ដាំដំឡូងនៅតាមជើងភ្នំចាហើយធ្វើឲ្យខ្ញុំនឹកឃើញអំពីទុក្ខលំបាករបស់មនុស្សចារោពីព្រឹករហូតដល់ល្ងាចរហូតជីវិតរបស់មនុស្សគឺស្វែងរកយើងតែងតែស្វែងរកអ្វីមួយហើយធ្វើឲ្យខ្ញុំបាននឹកឃើញពីជីវិតខ្លួនឯងពីជីវិតដែលខ្ញុំនៅជាក្មេងជំទង់ឬក៏តាំងពីតូចដែលខ្ញុំឃើញនៅក្នុងក្រុមគ្រួសារចាពុកម្ដាយខំរកចិញ្ចឹមកូនបងប្រុសបងស្រីព្រលឹមឡើងគឺបែកគ្នាអស់ហើយដើម្បីទៅរកស្វែងរកទៀតដែររកអ្វីគឺរកលុយរកថវិកាដើម្បីទិញម្ហូបធ្វើម៉េចឲ្យបានញ៉ាំនៅលើតុរបស់យើងមានម្ហូបនៅលើតុជារៀងរាល់ថ្ងៃហើយយើងមិនដែលគិតថានឹងរោទុករោបានតែមួយញ៉ាំទៅមិនដែលបានគិតថានឹងរោទុកដល់ឆ្នាំដល់2ឆ្នាំដូចគេទេគឺធ្វើម៉េចរោឲ្យបានតែមកគ្រប់ញ៉ាំតែមួយថ្ងៃនឹងឯងប៉ុន្តែជីវិតវាកាន់តែដុនដាវាកាន់តែពិបាកដូច្នេះហើយនៅពេលដែលព្រះបានត្រាស់ហៅខ្ញុំពីមុនចាយើងធ្វើការពិបាកយើងធ្វើការងារ2-3កន្លែងចាដើម្បីឲ្យយើងបានគ្រប់គ្រាន់ក្នុងការរស់នៅពេលដែលព្រះបានបង្ហាញខ្ញុំអំពីជីវិតកសិករណាស៊ីឈ្នួលគេដាំដំឡូងហ្នឹងគឺព្រះអង្គបានឲ្យខ្ញុំមើលពីជីវិតរបស់យើងក៏ជីវិតរបស់មនុស្សនៅជុំវិញខ្លួនថាយើងមានផលលំបាកជីវិតខ្វះខាតជីវិតគឺតែងតែស្វែងរកអ្វីអាហារដើម្បីមកចិញ្ចឹមក្រពះចិញ្ចឹមជីវិតរបស់យើងរាល់ថ្ងៃហើយជីវិតដែលអត់មានព្រះនោះកាន់តែយ៉ាប់នៅពេលដែលយើងមានព្រះអង្គទោះបីយើងយ៉ាប់យើងនឿយយើងលំបាកយើងហត់តែយើងមានព្រះដែលជាបិតាដែលជាឪពុករបស់យើងដែលបានដឹកនាំយើងហើយធ្វើឲ្យខ្ញុំបានគិតដល់ព្រះបន្ទូលនៅលោកុបាទចំពុក1ចំពុក2ចំពុក3នៅអ្វីដែលព្រះបានបង្កើតមនុស្សបង្កើតគ្រប់យ៉ាងទាំងអស់សិតតែល្អសិតតែអស្ចារ្យហើយនៅពេលដែលមនុស្សមិនទាន់ដាច់ចេញពីព្រះមនុស្សមានគ្រប់យ៉ាងមនុស្សមានប្រភពជំនួយគ្រប់យ៉ាងទាំងអស់ដែលមនុស្សត្រូវការមនុស្សមិនដែលខ្វល់ខ្វាយមនុស្សមិនដែលពិបាកមនុស្សមិននឿយព្រួយមិននឿយហត់ប៉ុន្តែនៅពេលមួយដែលអាដាមបានដាច់ចេញពីព្រះអាដាមបានញ៉ាំផ្លែឈើដែលព្រះបានហាមគេមិនឲ្យញ៉ាំចាប់ផ្ដើមព្រះបានដាក់បណ្ដាសាគេដូច្នេះហើយបានជាមនុស្សខំពីព្រឹកដល់ល្ងាចបែកញើសហូរញើសដោយសារតែអាដាមមិនស្ដាប់បង្គាប់នឹងឯងដោយសារតែពស់បានលបួងនាងអេវ៉ាហើយអាដាមក៏បានហូបផ្លែឈើដែលដឹងខុសដឹងត្រូវដែលចង់ភ្លក់រសជាតិថាមើលជីវិតពេលញ៉ាំទៅរសជាតិនឹងវាឆ្ងាញ់មែនប៉ុន្តែលទ្ធផលដូច្នេះបាននៅក្នុងព្រះគម្ពីររ៉ូមនិយាយបាត់លទ្ធផលនៃបាបចាជាសេចក្តីស្លាប់ចាយើងទាំងអស់គ្នាស្លាប់ខាងឯវិញ្ញាណបើយើងមិនស្គាល់ព្រះហើយយើងនឹងនឿយហត់នឹងនឿយព្រួយបន្ទុកគឺមិនដែលចេះចប់មិនដែលចេះហើយទេដូច្នេះហើយបានជាលទ្ធផលគ្រប់គ្នាសិតតែមានបាបហើយលទ្ធផលនៃបាបនឹងមិនស្រួលទេរហូតដល់យើងមើលឃើញសង្គមរស់នៅរាល់ថ្ងៃពិបាកមែនតើពិបាកទៅគឺព្រះកាន់តែបង្រៀនខ្ញុំឲ្យកាន់តែមើលឃើញថាអរគុណព្រះអង្គទៅដែលទ្រង់បានជ្រើសរើសដែលខ្ញុំទទួលស្គាល់ថាខ្ញុំត្រូវការព្រះបើខ្ញុំដាច់ចេញពីព្រះខ្ញុំមិនអាចធ្វើអីបានទាំងអស់ដូច្នេះហើយខ្ញុំមានតែសារលើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យយើងចេញទៅផ្សាយដំណឹងល្អប្រាប់មនុស្សនៅជុំវិញខ្លួនអំពីលទ្ធផលនៃអំពើបាបអំពីជីវិតដែលគ្មានព្រះអង្គគឺលំបាកណាស់បើយើងមានព្រះអង្គវាលំបាកតែវាមិនសូវជាប្រមាណតែពេលអត់ព្រះទៀតគឺពិបាកមែនតើអត់មានក្តីសង្ឃឹមអត់មានផ្លូវដែលចេញរួចអត់មានអ្នកណាដែលសម្រាលបន្ទុកខាងឯវិញ្ញាណរបស់ពួកគាត់ទេព្រះអង្គបានបង្កើតយើងខាងឯវិញ្ញាណដូច្នេះបានព្រះអង្គផ្ដោតទៅលើវិញ្ញាណនគរឋានសួគ៌គឺព្រះអង្គផ្ដោតទៅក្នុងផ្នែកខាងក្នុងនៃវិញ្ញាណរបស់ផ្នែកខាងក្រៅរបស់មនុស្សគឺពុករលួយគឺនឹងឆាបឆេះគឺនឹងពិបាកទុក្ខវេទនាប៉ុន្តែនៅខាងក្នុងនៅពេលដែលយើងមានព្រះអង្គធ្វើឲ្យយើងមានកម្លាំងដែលមានធម៌ពលអ្វីមួយដែលជំរុញយើងហើយធ្វើឲ្យយើងអាចទ្រាំទ្របានដូច្នេះហើយខ្ញុំមានតែសារលើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមពុកម៉ែបងប្អូនទាំងអស់គ្នាបន្តអធិដ្ឋានហើយយើងទៅប្រាប់មនុស្សដែលនៅជុំវិញខ្លួនយើងអំពីសេចក្តីសង្ឃឹមជំនឿដែលយើងមាននៅក្នុងព្រះយេស៊ូវជាក់ស្ដែងយើងពិបាកពីជីវិតរបស់យើងពីមុនមានការលំបាកទោះបីយ៉ាងណាក៏យើងបានទៅដកពិសោធន៍ថាជីវិតដែលយើងមានព្រះអង្គគឺវាស្រួលជាងជីវិតដែលយើងអត់ទាន់មានព្រះអញ្ចឹងកន្លែងហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នារួមទាំងខ្ញុំយើងបានដឹងយើងបានភ្លក់រសជាតិថាជីវិតដែលមានព្រះយេស៊ូវពិតជាមានសុភមង្គលពិតប្រាកដពិតជាសប្បាយចិត្តពិតជាស្កប់នៅអ្វីដែលយើងមានដូច្នេះហើយខ្ញុំមានតែការលើកទឹកចិត្តឲ្យគេស្វែងរកព្រះដោយនៅក្នុងព្រះគម្ពីរ
មកថៃចំពោះ6ខ23ពីព្រោះមនុស្សទាំងអស់សិតតែស្វែងរកគ្រប់គ្នាស្វែងរកអ្វីគឺស្វែងរកអ្វីដែលនៅដែលបំពេញសាច់ឈាមនៅលើផែនដីនេះប៉ុន្តែទ្រង់ចង់ឲ្យយើងមើលទៅកាន់អ្វីដែលនៅអកលជានិច្ចស្វែងរកព្រះរាជនៃសេចក្តីសុចរិតរបស់ព្រះជាមុនសិននោះពេលដែលយើងមានព្រះអង្គក៏ប្រទានពរនៅតាមផ្លូវណាយើងមិនដឹងដោយសារអីឥឡូវយើងមានព្រះដែលជាប្រភពនៃជីវិតដែលជាប្រភពនៃអ្វីទាំងអស់ដែលយើងត្រូវការនៅខាងយើងដូច្នេះយើងវាស្រួលជាងដល់ពេលយើងធ្វើការនឿយហត់លំបាកប៉ុន្តែយើងនៅមានកម្លាំងចិត្តចុះសម្រាប់ពុកម៉ែបងប្អូនដែលអត់ទាន់មានដែលគាត់ខំធ្វើការពេលខ្លះធ្វើឲ្យខ្វះព្រឹកខ្វះល្ងាចពេលខ្លះធ្វើឲ្យឈឺចាធ្វើឲ្យមានបំណុលនៅក្នុងជីវិតតែទាំងអស់នេះតើមានផ្លូវណាចេញរួចអត់តើមានអ្នកណាសម្រាលនឹងមកបំភ្លឺនឹងផ្ដល់ចម្លើយឲ្យយើងចេះគិតអត់មានតែយើងអ្នកជឿនឹងទៅលើកទឹកចិត្តដល់ពួកគាត់ទោះបីចំណាយពេលយូរប៉ុន្តែយើងនៅតែលើកទឹកចិត្តថាជីវិតរបស់ខ្ញុំពីមុនលំបាកឥឡូវមិនជឿព្រះអង្គហើយស្រួលវាអស្ចារ្យអីគ្រាន់តែថាជីវិតរបស់យើងមានព្រះអង្គនឹងប្រកបប្រគង់ព្រះអង្គនឹងដឹកនាំព្រះអង្គនឹងជួយព្រះអង្គនឹងសម្រាលយើងព្រះអង្គនឹងណែនាំយើងកន្លែងនេះហើយដែលធ្វើឲ្យយើងបានធូរស្បើយនៅក្នុងជីវិតទោះបីជាយើងមានទុក្ខលំបាកក៏ដោយហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលបានព្រះពរកម្លាំងសុខភាពល្អហើយយើងនឹងនៅតែបន្តប្រកាសពីព្រះនាមរបស់ព្រះយេស៊ូវទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើងពីព្រោះឥឡូវនេះព្រះបានលើកយើងឡើងសម្រាលយើងឡើងហើយយើងក៏មិនភ្លេចអំពីជីវិតរបស់យើងដែលយើងឆ្លងកាត់ពីមុនហើយយើងក៏មិនភ្លេចបងប្អូនរបស់យើងដែលគាត់កំពុងតែរស់នៅក្នុងភាពលំបាកបងប្អូនដែលរស់នៅក្នុងទុក្ខលំបាកដូចដែលយើងធ្លាប់រស់នៅពីមុនគ្រាន់តែឥឡូវយើងបានធូរដោយសារយើងដើរជាមួយព្រះជាម្ចាស់អេមែនសូមព្រះអង្គប្រទានពរជម្រាបលា